វុធហត្ថរាជធានីភ្នំពេញឆ្មក់បង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវសាធារណៈបាន6នាក់នៅវេលាម៉ោង 8:00 នាទីថ្ងៃទី 14 ខែធ្នូឆ្នាំ 2025 កម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងមូលដ្ឋានខណ្ឌដង្កោបានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើងដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចផ្លូវបេតុងក្បែរវត្តជាន់ឯកស្ថិតក្នុងភូមិជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញនិងបានឃាត់ខ្លួនក្មេងទំនើង6នាក់ភ្លាមៗយកមកធ្វើការអប់រំធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សាបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារព្រមទាំងបង្កការភ័យខ្លាចដល់អ្នកជុំវិញបង្កភាពអនាធិបតេយ្យក្នុងសង្គមនិងដកហូតម៉ូតូ3គ្រឿងយកទៅរក្សាទុករយៈពេល3ខែនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើងត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរ៉ឹងបំផុតទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈត្រូវឃាត់ម៉ូតូរក្សាទុករយៈពេល3ខែចំពោះការប្រព្រឹត្តលើកទី1 6ខែប្រសិនបើមិនរាងចាលនៅតែប្រព្រឹត្តលើកទី2បន្តទៀត